ធ្វើវីដេអូបន្តទៀតបងតទៅជាមួយនឹងយើងច្រាបកង់បានទាំង4ហើយបាទកង់ទាំង4ហើយបាទនេះយើងប្រាប់ពីវិធីរបៀប set code ឬក៏ install code បាទ install code បាទកូដនេះ C1203 បាទ C1203 អញ្ចឹងណាអីព្រិលអូខេ C1203 បាទហ្នឹងហើយ ECM/EV communication បាទ script បាទបាទសង្កត់ណាអូខេឥឡូវនេះយើងរបៀបចូលវាបាទវា set វា install វាអត់ត្រូវជួយឡើងអូខេហើយវីដេអូតពីវីដេអូមុនបាទហ្នឹងហើយនេះពេលយើងប្រដុំថ្មីហើយវានៅសល់កូដមួយហ្នឹងបាទយើងចាំពេលអស់ទៅដាក់ឡើងស្មើបាទជិះផ្សេងដាក់ឡើងស្មើអញ្ចឹងយើងឃើញកូដមួយហ្នឹងមែនទេអញ្ចឹងយើងដើម្បី reset វីដេអូreset ទៅមួយលេខកូដមួយបាត់បាទយើងចូលទៅក្នុង ABS យើងចូលទៅក្នុង special function អូខេបាទអញ្ចឹងនៅតតែទេលើនោះណាបាទតតែទេអូខេបន្តទៀតខ្ញុំត្រឡប់ទៅមើល data សិនណាទៅមើល data listen បាទ list data អញ្ចឹងណា list data របស់ ABS ឬក៏ ABS អញ្ចឹងយើងមើល data សិន data នេះគឺវាបាទខ្ញុំ focus ចំបាទ 3.75 បាទ 3.75 គឺវានឹងបាទនឹងមកទៅបណ្ដាទេបាទមកទៅបណ្ដាញាប់ទេបណ្ដាទេបាទបណ្ដាទេវានឹងបាទ75.3.3អញ្ចឹងណាអូខេឥឡូវយើងត្រឡប់មកវិញទៅមើល data សិនតើវាអាចរត់ឆ្លងកាត់កម្មវិធីនោះអត់អូខេឥឡូវបន្តមកទៀតយើងម្ដងយ៉ា sorry តាមញ៉ាំវិញខ្ញុំមិនទាន់ដាក់មកយ៉យហីអូខេយើងយក special function អូខេខ្ញុំប្រាប់ពីវិធីបងប្អូនដោះស្រាយកូដ C12 បាទ03អូខេអញ្ចឹងបន្តមកដល់ខាងហ្នឹងបាទវាមានកម្មវិធីច្រើនដែរ app reading app reading យើងមិនបាច់ច្រាក៏បានដែរយើងធ្វើតាមក៏បានតាមនេះកម្មវិធីច្រើនអញ្ចឹងយើងយកបាទនេះដាក់អូខេអូខេ reset memory អូខេហើយមុនដល់កន្លែងហ្នឹងយើងចេះសិនបាទយើងបើកសោសិនហើយយើងបើកសោក៏បានបើកសោមិនបាច់ប្លុតក៏បានអត់បញ្ហាហ្នឹងហើយបើសម្បត្តិបាទយើងប្លុតទៅក៏បានបើកខោអនក៏បានបច្ចេកក៏បានតែយើងសិតចោលមួយបាទយើងនិចធ្វើតាមទៅបាទនិចធ្វើដាក់ទៅវិញបាទបងប្អូនចេះអង់គ្លេសបងប្អូនអានទៅបាទអានទៅហើយកន្លែងហ្នឹងគឺយើងដាក់ឡើងស្មើបងណាដាក់ឡើងស្មើបាទឡើងចំណតក៏អត់បានដែរនេះវាប្រាប់ថាឲ្យ confirm បាទនេះវាឲ្យយើងបើកទាំង on អញ្ចឹងយើងធ្វើតាមគេទៅបាទ on stop vehicle the vehicle is stop hit 2បាទ number 2 the injection on មកន័យថា is on មកយើងបើក on អូខេយើងបើក on អញ្ចឹងណាបើក on បាទយើងបើក on ហើយយើងនិចយើងធ្វើតាមគេទៅបាទ confirm តាមហ្នឹងទៅបាទវាធ្វើការ reset អានេះវាប្រាប់ថាឲ្យយើងប្លុតបាទប្លុតអាចជា3សកុង3 second 3សកុង3 second បាទ3វិនាទីយើងប្លុតបាទ step ទី3នោះវាប្រាប់ថា turn on វិញបាទ turn on បាទ turn on ចឹងមកបាទវីដេអូខ្ញុំប្រាប់អស់មកមើលអត់ទាន់បាទ on ណាយើងនឹងចុច edit អូខេអញ្ចឹងយើងចូលទៅកម្មវិធីមួយទៀតនេះអូខេឥឡូវយើងចូលទៅកម្មវិធីនេះសិនបាទ test mode ណាបាទអូខេ use this function after replacing បាទ replacing the skid ECU the skid control ECU or G and view red sensor អូខេអញ្ចឹងយើងអូខេមួយបាទនិយាយប្រាប់ណាបាទ this function switch បាទ switch to បាទ calibrate the view red sensor after the បាទនេះឃើញទេ replacement of the អូខេតាមហ្នឹងមកអូខេកាត់ទៅហ្នឹងហើយABS ECU to view red sensor G អូខេយើងលេខមក G sensor view red sensor ដល់ view red and G sensor អូខេ /G sensor ចឹងណាអូខេលេខមកអូខេនេះឲ្យ confirm តាមវាបងណាបាទ1 2 3 4 5អូខេយើងមើលតាមហ្នឹងយើងអានបងប្អូនណាដាក់ពេលបាទមិនសិនអត់ចេះទេ engine ហ្នឹងអស on គឺបានត្រូវ on អូខេយើងលេខមកបាទបន្ទាប់យើងលេខមកឃើញសញ្ញានោះបាទសញ្ញានោះអាប់ដល់ស៊ីស៊ូចឹងណាបាទខាងដៃយើងមិនចាក់ទេនេះឃើញទេបាទវាចាប់ដើមរៀបចំអាប់ឯនោះអត់ត្រូវជាមួយឡើងហ្នឹងហើយអូខេយើងលេខទៀតមកបាទមកហើយនេះមកអូខេហើយកុំបងប្អូនដាក់ឡើងឲ្យស្មើបាទ70 ទៅ 80% គឺស្មើអូខេអញ្ចឹងយើងជាបន្តយើងចូលនេះបន្តបាទអូខេនេះវាមានប្រាប់ឲ្យយើង slow down អញ្ចឹងណាបាទយើងក៏យើងយកយើង slow down ក៏បានបាទដែរយកមកអូខេនេះអូខេ linear bar set off អូខេហើយយើងលេខមកបាទ2នាទីក្នុងនេះវាប្រាប់ឲ្យយើងដែរបាទវាមានសេរីនាំវាអញ្ចឹងណាអូខេបាទ linear bar set off បាទហ្នឹងហើយនេះវាប្រាប់ this function switch to បាទ calculate បាទ calibrate បាទ calibrate the linear solenoid valve set off បាទ use the function if 1 2 3 1បាទ the ABS ECU has been replaced បាទ2ហ្នឹងបាទ replace ឲ្យយើងដូរដុំណា2 the brake actuator បាទ actuator has been replaced 3 the stock sensor stock ទៀតណាបងប្អូន stock ខាងក្រោមណាបាទ the stock sensor has been replaced stock គឺមាន sensor នៅជាប់ឈ្នាន់កាលណាយើងប្រូតអស់យើងត្រូវតែ reset វាអូខេយ៉ាងនេះបាទហើយឡើងទៅទុកតិចបងប្អូនអត់ក្រៅទេណាក្រៅទេបាទឃើញlinear bar set off note សូមចំណាំចានេះ when the brake actuator or stock sensor has been replaced you must clear the store valve using the reset memory function before the calibration អត់ចេះអង់គ្លេសទេបងប្អូនហ្នឹងនិយាយព្រោះយើងចោលភាសាអង់គ្លេសយូរហើយអញ្ចឹងបងប្អូនចេះភាសាអង់គ្លេសបងប្អូនមើលតាមហ្នឹងទៅហ្នឹងខ្ញុំក៏មិនជំនាញដែរភាសាអង់គ្លេសតែយើងចោលទៅឆ្នាំ99បងប្អូនណា
តែបើសម្រាប់ការប្រើប្រាស់ក្នុងជំនាញគឺអាចប្រើបានណា linear wow set out បាទអូខេប្រាប់ថាមានសញ្ញាភ្លើងប្រភេទ slow អញ្ចឹងណាខ្ញុំអត់ដែរទេស្កាត់ទៅលឿនបាទចូលហើយនៅក្នុងនេះកំពុងតែ reset បាទកំពុងតែ install ដំណើរការឡើងវិញ linear wow set out now បាទ performing បាទ performing បាទនេះលើ vehicle គឺអត់ដល់ឆេះទេបាទនេះគឺ120 second ហើយចំពោះនេះផងដែរបាទបើសិនជាសញ្ញានេះប្រភេទនេះបាទវាលុតមុននាទីនេះអស់គឺបានន័យថាយើងបរាជ័យយើងត្រូវការដូរ IC បាទដូរ IC ឬក៏ដូរបតទៅបាទថាដូរ secret ណាបាទប៉ុន្តែបើសិនជាវាបញ្ចប់នៅក្នុងនេះទេវាបញ្ចប់ក្នុងនេះបានន័យថានាទីនោះនាទីលុតប្រភេទគឺមិនលុតទេបាទនៅក្នុងនេះគឺនៅអស់នាទីហើយខាងលើនោះមិនលុតខាងនេះអស់នាទីឥឡូវវានៅសល់តែ63 second ទេអញ្ចឹងវា2នាទីអញ្ចឹងមកវាដល់ចប់នេះអស់ក្នុងនោះមិនលុតទេបានថាយើងជោគជ័យហើយបាទហើយបើសិនចាំបានទៀតដល់ដូរ IC បាទហ្នឹងហើយដល់ដូរ IC ឬក៏ដូរ chip អញ្ចឹងណាហ្នឹងហើយដូរ chip ឬក៏បតឬដូរ secret ទៅចឹងទៅវាច្រើនតែដុំល្អគឺវាអាច reset ខ្លួនវាបានវាអាចជួយខ្លួនវាបានអញ្ចឹងណាហ្នឹងអាចជួយខ្លួនវាបានហើយឥឡូវនេះនៅសល់30 secondទេហើយមែនតើកន្លែងនេះគឺយើងអត់ចង់ដោះច្រើនទេយើងតែតែឲ្យវាធ្វើបានក្នុងនេះយើងអាចព្យាយាម2 ទៅ 3 ដងបាទហើយបងប្អូនមិនជំនាញកន្លែងហ្នឹងបងអាចខលសួរខ្ញុំបានអាចខលសួរខ្ញុំបានខ្ញុំនឹងប្រាប់ពីវិធីកន្លែងហ្នឹងតែចង់ reset មិនព្រោះវីដេអូនេះគឺវីដេអូចែកម្លែកដល់បងប្អូនជាងយើងបាទបងប្អូនជាងយើងណាហ្នឹងហើយទុកចំនួនក្រោយបាទទុកឲ្យកូនចៅយើងឬក៏កូនជាងរបស់យើងឥឡូវនេះនៅសល់តែ12 second ទេបាទវាដករហូតអញ្ចឹងណានៅក្នុងនោះគឺវាមិនតាន់ចប់ទេបាទវាមិនតាន់លុតទេបាទវាមិនតាន់វានៅប្រភេទអញ្ចឹងណាអញ្ចឹងយើងចាំនាទីបាទ2 second ហើយ0បាទ0ហើយលើនោះក៏វាអត់តាន់លុតដែរឃើញទេនេះគឺដំណើរការជោគជ័យហើយបាទដុំខ្លាំងតែយើងនិចបាទនិចតែបញ្ចប់ហើយយើងមិនបន្តទៀតទេណាបន្តទៀតទេអញ្ចឹងយើង exit តែម្ដងចាក់ចេញណា yes អូខេលើនោះបាទនៅជាប់សញ្ញាដដែលទេក៏ប៉ុន្តែយើង start មកបាទយើង start វានឹងបាត់ហើយទេចុះថាការ install របស់យើងបានសម្រាប់ហើយបាទអូខេអរគុណវាហើយសម្រាប់បងមានបញ្ហាឆ្ងល់ឬបញ្ហាផ្សេងគឺបងជាងណាខ្ញុំ support ខ្ញុំបងជាងណាក៏ដោយបងជាងណាក៏ដោយតែគាត់ចង់ចេះឬក៏ចង់រៀនពីបញ្ហាអីផ្សេងតែតោះបញ្ហានេះគឺអាចទៅខ្ញុំបានបាទពេលដែលបងមានបញ្ហាបងចូលទៅកន្លែងហ្នឹងទៅហើយសួរខ្ញុំបានណាខ្ញុំនឹងប្រាប់បងប្អូនណានឹងអត់លាក់ទេកន្លែងហ្នឹងអីបាទអត់លាក់ទេព្រោះនេះជាការចែកម្លែកជា worldwide អូខេអរគុណជម្រាបបាយជួបគ្នាទៅក្រោយ